សួស្តីពុកម៉ែបងប្អូនពូនីងដែលចាំឡានមកដល់ហើយពុកម៉ែបងប្អូនអើយពូនីងចាំឡានតាមពីព្រឹករហូតមកដល់ម៉ោង10បានឡានមកដល់ពុកម៉ែបងប្អូនឥឡូវចាប់ផ្ដើមអញ្ជូនអីវ៉ាន់ដាក់ក្រោមហើយពុកម៉ែបងប្អូននេះជីវិតកម្មកររោងចក្រពុកម៉ែបងប្អូនអីវ៉ាន់ធ្វើម៉េចទេអីវ៉ាន់ជាពីចំពងចឹងឯងឥឡូវឡានមកដល់មេឃភ្លៀងល្មមពុកម៉ែបងប្អូនប្រពន្ធទេអើចាំមើលផ្លូវឡានថាមកដល់កាក់ឡានខ្លាចឡានជិះទៅហួសណាពុកម៉ែបងប្អូនអីវ៉ាន់លើកដាក់រួបរៀបរយហើយឥឡូវនេះឡានមកដល់ហើយយ៉ាជួនអីវ៉ាន់ដាក់មកលុបដាក់នៅពេលវ៉ាន់មិញដាក់នំផ្លូវខ្លាចឡានជិះហួសទៅអត់ឃើញចឹងឥឡូវចាប់ដើមមកយាយឡានលេងសើចមិនបានពុកម៉ែបងប្អូនពេលនេះចេះយាយឡានដែរណាចេះតែយាយទៅចេះញូទៅដឹងតកងស្ដាប់អត់ទេឥឡូវចាប់ដើមស្លេកស្លាពុកម៉ែបងប្អូនឆាប់បញ្ញាឆាប់បានទៅដល់ផ្ទះពីភ្លឺពុកម៉ែបងប្អូនព្រោះអីស្មាននេះម៉ោង10ហើយពុកម៉ែបងប្អូនទៅដល់កំពង់ចាមល្ងាចល្មមពុកម៉ែបងប្អូនអើយអាចដល់ម៉ោង5ទៅដល់កំពង់ចាមទៅដល់ខេត្តត្បូងឃ្មុំភាគយាននៅខេត្តត្បូងឃ្មុំពុកម៉ែបងប្អូនទៅស្តុកខាងប្រពន្ធឥឡូវចាប់ដើមលើកម៉ូតូដាក់ឡានហើយកងឡានជនជាតិអ៊ីស្លាមដល់ពេលគាត់និយាយអ៊ីស្លាមខ្ញុំស្ដាប់អត់បានពុកម៉ែបងប្អូនអត់ដឹងនិយាយប្រាប់ថាឲ្យលើកកង់មុខដល់ពេលអញ្ចឹងខ្ញុំឈរលេលើរួចជាស្ថាពរឲ្យពុកម៉ែបងប្អូនចាប់ដើមរៀបចំដាក់អីវ៉ាន់ម្ដងឥឡូវនេះមកដល់មាត់កំពង់ទឹកហើយពុកម៉ែបងប្អូននៅខែនេះទឹកនេះទឹកឡើងពុកម៉ែបងប្អូនម៉ូតូជិះអត់កើតទេអញ្ចឹងនៅស្រុកប្រពន្ធខ្ញុំទឹកឡើងតែពេលអញ្ចឹងគេឆ្លងទុកដពុកម៉ែបងប្អូននេះរូបជាតិជីវិតអ្នកស្រែចម្ការពុកម៉ែបងប្អូនបននេះតំបន់វាទំនៀមជួបដៃទលេចុះតាមប្រែងមកចិត្តដៃទលេខេត្តកំពង់ចាមពុកម៉ែបងប្អូនដល់ពេលទឹកវាធ្លាក់តាមដៃទលេមកបាច់ហាយពេញវាតាមជន់តាមស្រែតាមចកាយើងហ្នឹងពុកម៉ែបងប្អូនទឹកលិចទឹកដែលម្ដុំដែលខ្ញុំជិះហ្នឹងគេអត់ធ្វើស្រែទេពុកម៉ែបងគេដាំឈូកម្ដុំហ្នឹងគេដាំឈូកដាំពូដាំអីហ្នឹងពុកម៉ែបងប្អូនឥឡូវគេលិចអស់ហើយតំបន់នេះលិចរយៈពេលប្រហែលជាមួយខែអីទេពុកម៉ែបងប្អូនលិចប្រហែលមួយខែចិត្តរដូវភ្ជុំនេះឯងរដូវភ្ជុំហ្នឹងឯងលិចពេលរដូវភ្ជុំហ្នឹងពុកម៉ែបងប្អូនរយៈពេលប្រហែលជាមួយខែមុនភ្ជុំអីអញ្ចឹងរហូតដល់ភ្ជុំលិចពុកម៉ែបងប្អូនវាឲ្យបានពេលជុំធំវាឡើងមកម្សាទៀតពេលឡើងម្សាទៀតស្រកទៅវិញឡើងហើយពុកម៉ែបងប្អូនលិចរាល់ឆ្នាំពុកម៉ែបងប្អូនឥឡូវចិត្តដល់ជ្រៀងហើយពុកម៉ែបងប្អូនចិត្តដល់ជ្រៀងមកខាងទៀតហើយនោះមនុស្សពុកម៉ែបងប្អូនចាប់តាមនោះនេះច្រឡងទុកសត្វអ្នកច្រឡងទុកដែរពុកម៉ែបងប្អូនមានអ្នកទៅមានអ្នកមកគេដើរផ្សារដើរអីហ្នឹងបាទវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមជម្រាបលាសូមអរគុណ